tiên chứ con hai cái bóng lõ hay mà nó cụ từ điên làm ấy cô bà hai nhóm đánh con nhóm đánh tay lại dương dọc rồi chết em thì thòn trên bọc bột dương ra đạn bờ là ngày dương ra bờ mình bây giờ ca ngao bột này của dương nhân tinh đánh đàiปูchọc sănปูsâm môiปูlục bột mẹปูlục bột nó khang cái gì đâu chà mấy chuộtปูnày mà tao tắt khơi những miền thì sáng chẳng chẳng xong xuaปูtính ba đấyปูchàปูlục bột đi mặn nam mấyปูchà mấy nhóm tínhปูtư mà thằng này khơi chạy hay chi ngắn là về chân tới chẳng xong mà xuaปูmà đón tiền chàปูanh chẳng xong mà đã may muối nóปูđamខ្លួនឯងឬក៏ពូទិញពីគេខ្ញុំតាមខ្លួនឯងខ្លះទិញគេខ្លះអូខ្ញុំទិញមិញទៅពូនឹងឆ្កាញ់ខ្លាំងមែនតើខ្ចីល្អខ្លាំងណាហើយពូលក់នៅខាងណាពូសូមជម្រាបជូនទៅខាងអ្នកមើលនៅតាមវីដេអូតិចបានទេពូស្ងោរបស់ខ្ញុំនេះលក់នៅផ្លូវគិរីរំត្រែងយើងវងមូលគិរីរំនៅលក់នៅផ្សារគិរីរំហ្មងនៅផ្សារត្រែងយើងនៅផ្លូវឡើងគិរីរំចាអញ្ចឹងបើសិនជាបងប្អូនមកលេងគឺផ្លូវឡើងគិរីរំឃើញពូហើយខ្ញុំឃើញពូមាននិស័យខ្លាំងមែនតើដោយសារមិនចេះទេដោយសារទី1ចេញពីបន្ទប់ទឹកមកពូហៅខ្ញុំទិញពោតហើយសម្ដែងសម្ដៅពូល្អខ្លាំងមែនតើហើយដល់ពេលគ្រួសារខ្ញុំក៏ទិញពោតយកទៅញ៉ាំទៀតឆ្ងាញ់ទៀតលក់ពោតនេះពូជួបផលបើអីខ្លះហើយលក់ដាច់មិនខ្លះដែរពូផងបាក់ពេលយើងពេលថ្ងៃខ្លះអត់សូវមានមិនអញ្ចឹងណាហើយបើយើងលក់ដាច់ដោយសារពោតយើងពោតថ្មីពោតយើងកាច់ពីចកាថ្ងៃហ្នឹងយើងស្ងោថ្ងៃហ្នឹងលក់ឲ្យអស់ថ្ងៃហ្នឹងហើយយើងយកមានកំណត់យើងកុំយកឲ្យសល់ដល់ស្អែកពោតហ្នឹងខ្ញុំកាច់ភ្លៀងស្ងោភ្លាមហើយការលក់ដូររបស់ខ្ញុំអត់ក្បត់អតិថិជនរបស់ខ្ញុំឯងពោតថ្មីខ្ញុំប្រាប់តែថ្មីពោតខ្ញុំរៀងចាស់ខ្ញុំប្រាប់តែពោតខ្ញុំថ្ងៃនេះរៀងចាស់បន្តិចពោតខ្ញុំរៀងស្ទើផ្អែមខ្ញុំប្រាប់តែរៀងស្ទើផ្អែមហើយអញ្ចឹងអ្នកដែលចូលចិត្តហូបពោតគាត់យកលេខខ្ញុំអ្នកនៅភ្នំពេញពេលគាត់ចុះមកត្រែងទៅយើងអញ្ចឹងគាត់មកលេងគិរីរំគាត់ទេប្រាប់មុនហើយថាអូនបងទៅលេងគិរីរំអូនឯងមានពោតអត់មានអញ្ចឹងគាត់ទេប្រាប់យើងបងកំង 30000 អីចឹងទៅជួនកាលគាត់យកទៅឲ្យផ្ញើទៅគាត់ទិញ50ពោតទៀតអត់ទេអត់ប្រើស្ករព្រោះអីយើងយករសជាតិផ្អែមពីធម្មជាតិរបស់ពោតយើងប្រើតែអំបិលហ្នឹងហើយយើងប្រើអំបិលវិញហើយយើងការស្ងោពោតនេះក៏យើងមានទិញនិចដែរប៉ុន្តែសុំលាក់តិចនិចប៉ុន្តែតិចនិចនេះវាមិនអាក្រក់ទេវាអត់មានដាក់អីទេគឺយើងប្រើភ្លើងយើងប្រើទឹកប្រើភ្លើងយើងប្រើកម្ដៅស្ងោពោតមិនលាក់ទាំងអស់ចង់ឲ្យឆ្ងាញ់គឺភ្លើងល្អមែនតែធ្វើមកហូបមែនណាពីបន្លែគេនិយាយថាបន្លែឆាឆ្ងាញ់ដាក់ភ្លើងនេះខ្លាំងបាទភ្លើងល្អគឺតែនិយាយភ្លេចរាប់ហើយមួយថ្ងៃពូលក់បានប្រហែលប៉ុន្មានពោតដែរពូបើយើងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រខ្ញុំលក់តែ150គីឡូពោតឆៅចាប៉ុន្តែបើថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំលក់អាចដល់200គីឡូក្នុងថ្ងៃលក់បានច្រើនគួរសមដែរតើពូអធិស្ឋានពូមានគ្រួសារហើយនៅមានហើយមានកូនប៉ុន្មានអ្នកដែរពូ2នាក់ក្នុងស្រីមួយចាហើយអាយុប្រហែលប៉ុន្មានដែរខ្ញុំ40ទៀងពូអាយុ40ទៀងជាកូនហើយកំពុងល្អហើយមែនទេពូទៅរៀនតាមអីអូបើហើយខ្ញុំដាច់ខ្ញុំមិនស្អីដែរចាគាត់មានគ្រួសារនៅតែទិញពោតទិញទេខ្ញុំឈ្មោះគាត់អត់ក្មួយមិនមែនទិញពោតទេអត់ទេមកមកហើយថតគេមកចូលរួមដែរមកថតគេមកចាអញ្ចឹងនេះចូលឈរដែរបាទអូនចាំចូលរួមទិញពោតពូហ៎តើសុភានេះទិញពោតធ្លាប់ញ៉ាំពោតពូពីមុនមកហ៎ធ្លាប់នេះក្មួយអ្នកលក់ពោតដែរនេះចាធ្លាប់ទិញពោតគាត់ពីមុនមកហើយរសជាតិមិនដែរអូនឆ្ងាញ់ហើយផ្អែមចាហើយចូលចិត្តអត់ចូលចិត្តហើយអញ្ចឹងមានអីចង់ផ្ដាំផ្ញើទៅអ្នកដែលចង់ទិញពោតឆ្ងាញ់នៅគិរីរំហ៎ចង់ចាអញ្ចឹងងាកទៅកាមេរ៉ាគាត់ចង់ឲ្យគាត់ទិញពោតពូឲ្យមានរសជាតិឆ្ងាញ់ហើយផ្អែមហើយកាច់ដល់ព្រាមខ្យល់ព្រាមគឺថ្មីមកពោតនៅពលាឲ្យនឹងមិនផ្អែមមិនឆ្ងាញ់មិនយកលុយចាមិនផ្អែមមិនឆ្ងាញ់មិនថ្មីមិនយកលុយបាទហ្នឹងហើយមិនផ្អែមមិនឆ្ងាញ់មិនថ្មីមិនយកលុយទេពូថាគាត់ទិញមួយថ្ងៃលក់មួយថ្ងៃទេហើយពោតគាត់លក់ធូរថ្លៃទេធូរថ្លៃពូ10ប៉ុន្មានពូមាន102,000 100,000ចាបាទតម្លៃសមរម្យខ្លាំងមែនតើហើយបើសិនជាយើងប្រៀបធៀបទាំងកម្លាំងពលកម្មដែលគាត់ស្ងោទឹកភ្លើងដែលគាត់ដាំហ្នឹងហើយគាត់យកមកលក់ជីម៉ូតូលក់ទៀតតម្លៃប៉ុណ្ណឹងគឺសមរម្យខ្លាំងអញ្ចឹងបងប្អូនដែលមកលេងគិរីរំកុំភ្លេចជួយគាំទ្រពូនៅផ្លូវឡើងទៅគិរីរំពោតគាត់ឆ្ងាញ់ថ្មីរាល់ថ្ងៃចាខ្ញុំឃើញថាគាត់គឺជានិមិត្តរូបនៃការតស៊ូអញ្ចឹងខ្ញុំចង់សួរពូថាពូមានពាក្យពេចន៍អីសម្រាប់ផ្ដាំផ្ញើទៅបងប្អូនណាតែគាត់ចង់ប្រឹងប្រែងចង់តស៊ូពីពូអាចមានពាក្យអីផ្ញើទៅគាត់ថាកម្លាំងចិត្តបែបម៉េចធ្វើឲ្យពូតស៊ូលក់ពោតបានរាល់ថ្ងៃជាង10ឆ្នាំនេះពូបាទចុងក្រោយខ្ញុំផ្ដាំផ្ញើដល់បងប្អូនដែលគាត់អត់ទាន់ចាប់ដើមរកអីចឹងគាត់ដឹងរកអីហើយពេលដែលរកទៅគាត់រកបានបន្តិចគាត់ឈប់វិញចង់និយាយថាបើយើង
មុខរបរទាំងអស់គឺត្រូវការតស៊ូត្រូវការពេលវេលាលក់លៀមគឺអត់សូវមានម៉ួយទេយើងត្រូវប្រើពេលយូរបានយើងមានម៉ួយហើយរាល់របស់យើងដែលលក់ត្រូវមានគុណភាពហើយមានភាពស្មោះត្រង់ដល់អ្នកទិញដល់អ្នកហូប បណ្ដាំរបស់បងប្រុសត្រឹមតែប៉ុណ្ណេះធ្វើឲ្យខ្ញុំនឹកឃើញដល់ជីជប៉ុនមីដរិសញ្ញាក្បាលសឹងតែម្ដងគឺទាំងតម្លៃទាំងគុណភាពទាំងបរិមាណគឺល្អខ្លាំងមែនទែនជួយដល់កសិករអាចដាំបានគ្រប់ដំណាំទាំងអស់ហើយធ្វើឲ្យដីធូរតម្លៃធូរថ្លៃហើយជាប្រភេទជីកំប៉ុស្តសរីរាង្គថែមទៀតផង ពូមានអីផ្ដាំផ្ញើទៅអ្នកមើលហ៎ពូ ហ្នឹងចឹងផ្ដាំផ្ញើទៅដល់បងប្អូនយើងដែលគាត់ចូលចិត្តពិសាពោតមកដល់ត្រែងទីយើងពួកខ្ញុំលក់នៅរង្វង់មូលលក់ក្នុងផ្សារត្រែងទីយើងពោតខ្ញុំធានាតែផ្អែមឆ្ងាញ់ហើយថ្មី ចាពូអាច តម្លៃសមរម្យ ចាលេខទូរស័ព្ទ លេខទូរស័ព្ទ081 280377បងប្អូនត្រូវការអាចកម្មងបានប៉ុន្តែឆ្ងាយអាចនឹងអត់ផ្អែមបើយើងផ្ញើឆ្ងាយចឹងណាលើសពីមួយថ្ងៃគឺអត់ផ្អែមទេពោតឆៅគឺសាប3លើសពីមួយថ្ងៃប៉ុន្តែបើយើងផ្ញើចង់ហូបក្នុងថ្ងៃហ្នឹងខ្ញុំផ្ញើបានប៉ុន្តែឆ្ងាយផ្ញើអត់បានទេហើយកម្មងច្រើននឹងផ្ញើឲ្យបានចំណេញដល់អ្នកទិញ អូគិតដល់អ្នកទិញទៀតតែអធិស្ឋានពូនិយាយគ្នាមួយថ្ងៃពូឈ្មោះអីពូ ខ្ញុំចូលសម្អាត ចាអញ្ចឹងបើសិនជាចង់បានពោតកាញ់ខ្ញុំពូសម្អាតនៅខាងគ្រីរំចាអរគុណច្រើនមែនទែនពូហើយចាសូមទិញពោតពូទៅ30000ពូ 30000 ចា បាទ